ជំរាបសួរញោមញាតិប្រិយទាំងអស់គ្នាខ្ញុំមកបានមកដល់វត្តព្រះធម្មកាយហើយញោមណាបាទញោមមើលគេរៀបចំច្រើនណាស់ញោមអើយច្រើនមែនតែនហ្មងគ្មានអ្វីដែលអាចធ្វើទៅបានដោយវត្តធម្មកាយទេញាតិញោមមើលចោះបាទគឺបើមិនមកឃើញផ្ទាល់ភ្នែកទេញោមមិនជឿទេញោមណាញោមមើលគេរៀបតុកសម្រាប់ប្រកេនទេយទានញោមណាណាប្រយ័ត្នសម្រាប់ប្រកេនទេយទានញោមមើលទេយទានគេនៅក្នុងមកប្រអប់នីមួយនេះញោមណាហ្នឹងញោមមើលនេះទេយទានរបស់គេញោមណាទេយទាននេះមិនដឹងថានៅក្នុងនោះមានអីខ្លះទេញោមណាមួយចឹងណាហើយគេរៀបនេះគឺធំមែនតើបាទណាច្រើនមែនតើហ្នឹងច្រើនមែនតើញោមមើលនោះដីនេះមើលគឺ1គីឡូដី4ជ្រុងណាទេណា1គីឡូដី4ជ្រុងជុំវិញព្រះមហាមុនីចេតិយនេះគឺ1គីឡូដី4ជ្រុងញោមហើយគេរៀបសង្ឃទានហ្នឹង1គីឡូដី4ជ្រុងតែម្ដងហើយច្រើនណាស់ញោមមើលរាប់40000អង្គញោមបាទ40000អង្គបាទ40000អង្គអញ្ចឹងគឺគេរៀបច្រើនមែនតើបាទច្រើនមែនតើមិនដឹងថានិយាយយ៉ាងណាឲ្យញាតិញោមជឿតើញាតិញោមមកឃើញផ្ទាល់ភ្នែកបាទញាតិញោមជឿនេះញាតិញោមណាបាទអានេះគឺខ្ញុំថតសកម្មភាពផ្ទាល់តែម្ដងហើយពុទ្ធបរិស័ទជុំវិញទាំងអស់នេះអាគារដែលជុំវិញនេះគឺអាគារជុំវិញនេះ1គីឡូដី4ជ្រុងជុំវិញទាំងអស់ប៉តជុំវិញអាគារ2ជាន់ហ្នឹងហើយអាគារ2ជាន់នេះគឺ1គីឡូដី4ជ្រុងញោមប៉តជុំវិញទាំងអស់ញោមណាហ្នឹងហើយនេះឥឡូវយើងចូលទៅមើលទៅកន្លែងចូលមើលកន្លែងដែលគេរៀបចំសម្រាប់ទទួលពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយអានេះខ្ញុំថតត្រឹមអាគារខាងមុខទេតែអាគារជុំវិញនៅព្រះមហាមុនីចេតិយខ្ញុំអត់បានទៅដល់ទេអានេះយើងថតតែចំពោះកន្លែងក្រមខ្មែរដែលទទួលពុទ្ធបរិស័ទមកពីប្រទេសខ្មែរបាទប្រទេសកម្ពុជានេះគឺនៅទីនេះទេណាហ្នឹងហើយនេះញោមកម្ពុជាយើងឥឡូវបានមកដល់នេះហើយកំពុងរៀបចំមុងញោមណាហើយមុងហ្នឹងគេដាក់អញ្ចឹងញោមណាដាក់អញ្ចឹងបាទដាក់មួយចឹងទៅត្រង់ជួរភ្លឹងញោមហើយនេះត្រង់ជួរភ្លឹងហើយគឺរៀបចំពុទ្ធបរិស័ទទាំងអស់មកពីប្រទេសខ្មែរចំនួន300ជាងអង្គអ្នកណា300ជាងញោមណា300ជាងអង្គអ្នកឥឡូវខ្ញុំបានមកដល់ហើយក៏ថត live វីដេអូដើម្បីឲ្យញាតិញោមបានឃើញជ្រះថ្លាអនុមោទនាបុណ្យហើយកន្លែងផ្សេងទៀតគឺសិតតែជាកន្លែងរបស់ពុទ្ធបរិស័ទជនជាតិថៃជនជាតិភូមាជនជាតិឡាវអីចឹងទៅនេះកន្លែងខ្ញុំញោមនេះកន្លែងខ្ញុំបានមកដល់នេះហើយបាទនេះកន្លែងខ្ញុំនៅចិត្តសរនេះខាងនេះគឺខាងប្រុសខាងនោះគឺខាងស្រីនោះខាងនោះខាងស្រីញោមណាបាទឥឡូវយើងចូលទៅឲ្យឃើញកន្លែងញាតិញោមស្រីបាទឥឡូវញាតិញោមស្រីកំពុងតែរៀបចំហើយញោមណាជារៀបចំហើយបាទរៀបចំហើយនេះកំពុងតែរៀបចំមុងបាទនេះតែញាតិញោមមើលឃើញទេហ្នឹងហើយញាតិញោមកំពុងរៀបចំមុងសម្រាប់គេញាតិញោមណាបាទនឹងហើយបន្តទៅទៀតគឺមានចំនួន300អង្គអ្នកញាតិញោមណា300អង្គអ្នកនៅទីនេះគឺក្រុមពុទ្ធបរិស័ទមកពីប្រទេសកម្ពុជាទូទាំងប្រទេសកម្ពុជាហ្នឹងហើយកន្លែងនេះមានតែកន្លែងញាតិញោមទេញាតិញោមណាញាតិញោមហើយកន្លែងប្រសង់ផ្សេងញាតិញោមណាកន្លែងប្រសង់មានកុដិប្រសង់នឹងអញ្ចឹងឥឡូវញាតិញោមកំពុងរៀបចំមុងអ្នកណាមកមុនគឺបានមុនអ្នកណាមកក្រោយគឺបានក្រោយហ្នឹងហើយអញ្ចឹងអរគុណច្រើនញោមញាតិប្រិយទាំងអស់គ្នាអនុមោទនាបុណ្យសាធុនេះលោកកំពុងបង្រៀនញាតិញោមដើម្បីឲ្យដាក់ឲ្យត្រង់ជួរញាតិញោមណាហ្នឹងហើយសាធុនេះវីដេអូខ្លីៗញោមប៉ុណ្្នឹងចុះហើយចាំល្ងាចតិចចាំខ្ញុំ live វីដេអូសុទ្ធតែម្ដងបាទ live សុទ្ធតែម្ដងបាទដល់ធំណាស់ញោមអើយមើលនេះអាគារប៉តជុំវិញហ្នឹងគឺ1គីឡូ4ជ្រុងញោមណា1គីឡូ4ជ្រុងហ្នឹងហើយនោះរាប់ម៉ឺនរាប់សែនអ្នកញោមរាប់ម៉ឺនរាប់សែនអ្នកបាទហ្នឹងហើយសាធុអនុមោទនាបុណ្យ